នេះជាសភៅកម្រិត1ដែលខ្ញុំរៀនរយៈពេលចាំងតាំងពីដើមខែ2រហូតដល់ដើមខែ5ចង់វា3ខែហើយអានេះភៅពុំអានេះសភៅលំហាត់ហើយសភៅនេះខ្ញុំរៀនចប់ហើយពេលខ្ញុំរៀនបានពាក់កណ្ដាលសភៅហ្នឹងគេមានលំហាត់ឲ្យយើងតេស្តចឹងណាដូចប្រឡងសាកចឹងប្រឡងអានេះប្រឡងសាកលើកទី1ហ្នឹងខុស4វិញ2 3 4ខុស4អានោះពាក់កណ្ដាលសភៅមានប្រឡងប៉ុណ្ណឹងដល់ពេលយើងរៀនចប់សភៅហ្នឹងយើងមានប្រឡងមួយទៀតប្រឡងចុងក្រោយអានេះប្រឡងសាកដែរប្រឡងក្នុងសភៅហ្នឹងប្រឡងលើកទី1មិនខុស4ពេលប្រឡងលើកទី2យើងខុសច្រើនខុស1 2 3 4 5 6យើងខុសច្រើនតែនៅតែអីឯងព្រោះហ្នឹងប្រឡងតេស្តប្រឡងសាកចង់ដឹងឯងទៅពេលហើយគាត់ក៏មានជាការប្រឡងលើកពីនេះប្រឡងតេស្តដែរប្រឡងតេស្តនេះបាន60អានេះយើងគ្រាន់តែกระดาษយើងមើលវិញ្ញាសាអានេះយើងលុញនេះចឹងណាបាន60តបមកអានេះប្រឡងលើកទី2ទៀតប្រឡងលើកទី2បាន67អានេះក៏មានកระดาษប្រឡងតេស្តមួយទៀតដែរអានេះតេស្តទាំងអស់ខ្ញុំប្រឡងថ្ងៃសៅរ៍ហ្នឹងថ្ងៃអាទិត្យដឹងលទ្ធផលអញ្ចឹងណាហើយលទ្ធផលយើងចូលឆែកមើលក្នុង Socialnet ទៅយើងចូល login ID យើងទៅយើងឆែកមើលបន្ទុកក្នុងហ្នឹងណាមិនមែនប្រឡងភ្លាមដឹងភ្លាមទេបើប្រឡងមែនតែប្រឡងលេងហ្នឹងប្រឡងតេស្តហ្នឹងយើងលុញលើกระดาษដឹងភ្លាមតែអានេះតតាប្រឡងថ្ងៃសៅរ៍អញ្ចឹងអាទិត្យបានដឹងបន្ទុកពេញ100ខ្ញុំបាន94ហើយបន្ទុកអាពេលខ្ញុំប្រឡងតេស្តហ្នឹងអាហ្នឹងមានតែបន្ទុកប្រឡងលុញហ្នឹងបន្ទុកពេញ75ហើយ25ទៀតប្រឡងលើសំណួរផ្ទាល់មាត់